អគិភ័យឆាបឆេះឃ្លាំងស្តុកផលិតផលគ្រឿងជ័រនិងស្នោក្នុងរោងចក្រហុងហ្វានៅស្រុកបាទីឃ្លាំងស្តុកអីវ៉ាន់ផលិតផលសម្រាប់ពីគ្រឿងជ័រនៅរោងចក្រហុងហ្វាមានផ្លាស្ទិកត្រូវបានអគិភ័យឆាបឆេះអស់ទាំងស្រុងចំនួន1អគារក្នុងចំណោម3អគារបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 6:30 នាទីព្រឹកថ្ងៃទី25ខែមេសាឆ្នាំ2025នៅតាមផ្លូវជាតិលេខ2ភូមិហានុមានឃុំក្រាំងធ្នង់ស្រុកបាទីខេត្តតាកែវឃ្លាំងដែលទទួលរងអគិភ័យឆាបឆេះគឺសង់អំពីគ្រោងដែកប្រក់ស័ង្កសីមានទំហំ20ម៉ែត្រគុណនឹង60ម៉ែត្រស្មើនឹង1200ម៉ែត្រការ៉េខូចខាតអស់ទាំងស្រុងតាមសមត្ថកិច្ចបានឲ្យដឹងថាផលិតផលគ្រឿងជ័រនិងស្នោរបស់រោងចក្រខាងលើមានចំនួន3អគារជាប់គ្នាហើយនៅវេលាម៉ោងខាងលើអគិភ័យបានលេបត្របាក់អស់មួយអគារទាំងស្រុងក្នុងហេតុការណ៍ខាងលើកម្លាំងសមត្ថកិច្ចរថយន្តពលុតអគិភ័យចំនួន7គ្រឿងរបស់ស្នងការខេត្តចំនួន2គ្រឿងរថយន្តរបស់អធិការដ្ឋានស្រុកបាទី1គ្រឿងរថយន្តរបស់អធិការដ្ឋានស្រុកព្រៃកបាស1គ្រឿងនិងរថយន្តរបស់ស្នងការខេត្តកណ្ដាលចំនួន3គ្រឿងបានចេញទៅជួយអន្តរាគមន៍ចំពោះមូលហេតុសមត្ថកិច្ចមូលដ្ឋានសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវបន្តជុំវិញករណីអគ្គិភ័យនេះត្រយងនាំសារពិតគ្រប់ទីកន្លែង